ចាជំរាបសួរមកជួបនឹងខ្ញុំម្ដងទៀតនៅក្នុងវីដេអូថ្មីចាបើក្បាលដំបូងគឺអនងើបអនងើកំពុងធ្វើការបាយម្ទេសដើម្បីធ្វើការបុកទឹកត្រីអញ្ចឹងណាទឹកត្រីកោះកុងរបស់យើងហើយយើងញ៉ាំជាមួយនឹងក្តាប់បកងនិងក្តាប់បកាចាវីដេអូនេះគឺថតនៅស្រុកបានទៅញ៉ាំអីនៅផ្ទះថ្ងៃមុនហ្នឹងចាហើយជាដំបូងគឺខ្ញុំចេញពីបំពេញទៅហើយទិញអីផ្ទះអ្នកផ្ទះតិចតួចអញ្ចឹងដើម្បីធ្វើអីហូបជុំគ្នាចាហើយទិញក៏មិនតែទិញច្រើនដែរចាធ្វើតាមទឹកលុយយើងទិញមកដល់ទៀតគឺយើងរៀបចំលាងវាឲ្យស្អាត 4-5 ទឹកទៅចាអានេះគេមានដាក់តកអញ្ចឹងហើយយើងអត់ខូចសាច់ជាមួយនឹងបកាបកងរបស់យើងទេចាហើយខ្ញុំលាង 4-5 ទឹកដែរអញ្ចឹងណាហើយម៉ែរបស់ខ្ញុំគឺគាត់ធ្វើការគាត់ជាមួយនឹងរំដេងហើយខ្ញុំគឺធ្វើការបែម្ទេសដោយសារខែនេះវារដូវប្រាំងអញ្ចឹងហើយអត់សូវបានស្រោចទឹកវាដើមងាប់ចង់អស់ហើយចាយើងលាងរួចរាល់គឺយើងធ្វើការដាក់ទៅចូលក្នុងឆ្នាំងចាវខ្ទះរបស់យើងហ្នឹងហើយយើងបន្ថែមជាមួយនឹងស្លឹកក្រូចសើចចំតែងខ្ទឹមសទឹកត្រីស្ករសប៊ីចេងដាក់យើងអត់បាច់ដាក់ទឹកទេចាគឺយើងដាក់ផ្សំវាឲ្យមានរសជាតិឆ្ងាញ់តែម្ដងចាហើយយើងគ្របទុកវាមកសន្ទុះហើយគឺយើងធ្វើការត្រឡប់ចុះឡើងដើម្បីឲ្យវាឆ្អិនទាំងសងខាងអញ្ចឹងណាហើយឃើញទឹកនេះគឺទឹកចេញពីបកងបការបស់យើងហើយមានទឹកត្រីទឹកស៊ីអ៊ីវមុននឹងបន្តិចអញ្ចឹងណាយើងត្រឡប់វាចុះឡើងទៅយើងក៏គ្របហើយកំឡុងពេលដែលចិត្តឆ្អិនគឺខ្ញុំមកធ្វើការបុកជាមួយទឹកត្រីកោះកុងចាយើងមានដាក់ខ្ទឹមដាក់អំបិលបន្តិចហើយខ្ញុំដាក់ម្ទេសអញ្ចឹងណាចាថែមស្ករថែមប៊ីចេងទៅតាមចំណង់ចំណូលចិត្តជាក់ស្ដែងតែមកខ្ញុំចូលចិត្តរៀងផ្អែមអញ្ចឹងខ្ញុំរៀងលួចស្ករច្រើនបន្តិចដែរចាត្រឡប់វាចុះត្រឡប់ឡើងគឺម៉ត់ហើយចាបន្ទាប់មកគឺខ្ញុំចាក់ទឹកត្រីចូលហើយពេលហ្នឹងគឺខ្ញុំមកបានតែងក្រូចឆ្មាចាយប់ហើយក៏ដឹងទៅរកនៅណាដែរឃើញដើមអំពិលនៅផ្ទះហ្នឹងចាស្រេស្រង់ចុះឡើងទៅបានប្រហែលផ្លែដូចជា2ផ្លែតែវាតូចហើយចឹងហើយក៏ធ្វើការដាក់អំពិលទុំយើងចូលតែម្ដងគឺមាននៅប៉ុណ្ណឹងទេគឺវាអត់ជូរទេអំពិលហ្នឹងគេហៅថាអំពិលពិលផ្អែមទៅវាคลายចាអញ្ចឹងហើយគឺយើងធ្វើការដាក់ជាមួយនឹងអំពិលខ្ចីលាយគ្នាយើងលៃឲ្យចូលអីបានគឺរកនឹងទៅចាហើយខ្ញុំក៏ធ្វើការដាក់វាចូលតែម្ដងច្បល់វាច្បល់ចុះច្បល់ឡើងទៅគឺរួចជាស្រេចហើយងាកមកមើលជាមួយនឹងទឹកជ្រលក់របស់យើងក៏រួចរាល់ហើយបកងនិងបការបស់យើងក៏ឆ្អិនរួចជាស្រេចគឺយើងធ្វើការដួសវាដាក់ចានយើងមិនឲ្យវាឆ្អិនពេកទេតែមកល្មមតែឆ្អិនពេកស្វិតសាច់ឡើងឆ្ងាញ់ទេចាឥឡូវនេះគឺឆ្អិន 100% ហើយទាំងអស់តែម្ដងចាហើយសម្រាប់វីដេអូថ្ងៃនេះក៏អត់មានអីទៀតដែរមានតែប៉ុណ្្នឹងទេអរគុណអ្នកគ្នាសម្រាប់ការទស្សនាវីដេអូនេះពីដើមដល់ចប់ណាជួបគ្នាខ្ញុំម្ដងទៀតសម្រាប់វីដេអូក្រោយបាយបាយ